ពលរដ្ឋដឹកគោក្របីទៅលក់ឲ្យឈ្មួញវៀតណាមដោយខ្លួនឯងបែរជាត្រូវបង់លុយឲ្យក្រុមហ៊ុនចំនួន 11,000 រៀលក្នុងមួយក្បាលជាកំហិតប្រពន្ធអះអាងថាទាំងសមត្ថកិច្ចព្រំដែនខាងវៀតណាមនិងក្រុមហ៊ុនខ្មែរចំនួន3កំពុងពុតដៃគ្នាគៀបយកលុយដោយខុសច្បាប់ពីប្រជាពលរដ្ឋដែលដឹកគោក្របីទៅលក់ឲ្យឈ្មួញវៀតណាមក្នុងមួយថ្ងៃបានលុយរាប់ម៉ឺនដុល្លារក្រោមរូបភាពប្រើអាជ្ញាប័ណ្ណនិងដាក់បេននៅក្បែរព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងស្វាយរៀងរួចកំណត់យកលុយពីប្រជាពលរដ្ឋអ្នកដឹកគោក្របីទៅលក់ឲ្យឈ្មួញវៀតណាមក្នុងមួយក្បាលចាប់ពី 80,000 រៀលទៅ 11,000 រៀលជាកំហិតហើយសកម្មភាពទាំងនេះគឺបានប្រព្រឹត្តទៅជាច្រើនឆ្នាំមកហើយគណៈអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទរួមនឹងអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ករណីនេះក្រុមហ៊ុនមួយក្នុងចំណោម3ក្រុមហ៊ុនបានទទួលស្គាល់ថាខ្លួនពិតជាបានយកលុយពីពលរដ្ឋម្ចាស់គោក្របីប្រកាសមែនដើម្បីយកមកចាត់ចែងនិងរត់ការសូមជម្រាបថាក្រុមហ៊ុនទាំង3ខាងលើទី1ក្រុមហ៊ុនអង្គរសុកសែនជ័យឯកទី2ក្រុមហ៊ុនផាប់រស្មី Development ឯកនិងទី3ក្រុមហ៊ុនយុវៈពាណិជ្ជឯកជុំវិញរឿងនេះមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងហួចចិត្តថាហេតុអ្វីបានជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វអាជ្ញាធរខេត្តស្វាយរៀងនិងព្រៃវែងបណ្ដាច់បណ្ដោយឲ្យក្រុមហ៊ុនទាំង3ខាងលើកំណត់យកលុយពីប្រជាពលរដ្ឋស្រេចតែអំពើចិត្តនិងខុសច្បាប់បែបនឹងទៅវិញដែលជាហេតុនាំឲ្យគោក្របីធ្លាក់ថ្លៃប៉ះពាល់ជីវភាពពលរដ្ឋជាការពិតណាស់ក្រុមហ៊ុនខាងលើទទួលបានអាជ្ញាប័ណ្ណនិងមានសិទ្ធិក្នុងការទិញលក់គោក្របីដើម្បីនាំចេញចូលឆ្លងដែនរវាងប្រទេសថៃកម្ពុជានិងវៀតណាមឲ្យតែជាគោក្របីរបស់ក្រុមហ៊ុនពិតប្រាកដប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុនខាងលើមានគោក្របីដែលជារបស់ខ្លួនប្រមាណជា 15% ប៉ុណ្ណោះតែតួលេខសរុបដែលកំពុងនាំចេញទៅវៀតណាមតាមច្រកទ្វារព្រំដែននានាក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងស្វាយរៀងរាល់ថ្ងៃក្រៅពីនឹងពលគឺ 85% ទៀតគឺជាគោក្របីរបស់ប្រជាពលរដ្ឋសុទ្ធសាធដែលចិញ្ចឹមដោយខ្លួនឯងទិញពីកសិករដោយខ្លួនឯងដឹកជញ្ជូនទៅព្រំដែនចំណាយសហុយដោយខ្លួនឯងតថ្លៃគ្នាជាមួយឈ្មួញវៀតណាមដោយខ្លួនឯងនិងលក់ឲ្យឈ្មួញវៀតណាមដោយខ្លួនឯងបែរជាក្រុមហ៊ុនអង្គរសុកសែនជ័យឯករួមនឹងក្រុមហ៊ុនចំនួន2ទៀតមកគៀបសង្កត់កំណត់យកលុយពីពួកខ្លួនដែលជាម្ចាស់គោក្របីក្នុងមួយក្បាលចាប់ពី 80,000 រៀលទៅ 11,000 រៀលជាកំហិតគិតទៅតាមគោក្របីតូចឬធំខណៈម្ចាស់គោក្របីមួយចំនួនដែលគាត់មិនដឹងច្បាប់គឺបន្តបង់លុយឲ្យក្រុមហ៊ុនរហូតមករីឯអ្នកដឹងច្បាប់ទម្លាប់ក៏មិនហ៊ានប្រកែកអ្វីដែរមានតែទ្រាំខំមាត់សង្កត់ចិត្តបង់លុយឲ្យក្រុមហ៊ុនដូចគេឯងដែរទៅប្រពន្ធបន្តថានេះជាយុទ្ធសាស្ត្រធ្វើស្រែលើខ្នងរាសពិតតែម្ដងព្រោះថារាសខំចិញ្ចឹមគោក្របីតម្រាំធំដើម្បីលក់យកប្រាក់ដោះស្រាយជីវភាពក្នុងគ្រួសារបែរជាលក់ក្នុងតម្លៃដែលមិនពេញហើយនឹងត្រូវបង់លុយឲ្យក្រុមហ៊ុនដែលគ្មានការពាក់ព័ន្ធអ្វីសោះជាក់ស្ដែងគោក្របីរបស់ក្រុមហ៊ុនគឺផ្សេងគ្នាពីគោក្របីរបស់ប្រជាពលរដ្ឋនិយាយជារួមរវាងពលរដ្ឋនិងក្រុមហ៊ុនគឺមានគោក្របីដិតដោយឡែកពីគ្នាប៉ុន្តែក្រុមហ៊ុនខាងលើបែរជាយកអាជ្ញាប័ណ្ណដែលខ្លួនមានសិទ្ធិនាំចេញគោក្របីនិងបេនមកធ្វើជាខែលនិងសំអាងរួចបន្លំគៀបយកលុយពីប្រជាពលរដ្ឋម្ចាស់គោក្របីស្រេចតែអំពើចិត្តបានលុយរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃសកម្មភាពទាំងនេះដូចហែកចែកគ្នាស៊ីពលគឺខាងខ្មែរគេតម្រូវឲ្យក្រុមហ៊ុនឯកជនជាអ្នកយកលុយពីម្ចាស់គោក្របីចំណែកខាងវៀតណាមគឺសមត្ថកិច្ចវៀតណាមជាអ្នកយកលុយដោយផ្ទាល់ពីអ្នកទិញគោក្របីតែម្ដងក្នុងនោះរាល់គោក្របីដែលទិញពីកម្ពុជាគឺឈ្មួញវៀតណាមត្រូវបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធខាងវៀតណាមក្នុងស្រុកតាំងហឹងខេត្តឡុងអានជាប់នឹងព្រំប្រទល់ជាមួយស្រុកកំពង់ត្របែកខេត្តព្រៃវែងអស់ចំនួន 65,000 ដុងក្នុងមួយក្បាលយ៉ាងទៀងទាត់មិនតែប៉ុណ្ណោះតំណាងក្រុមហ៊ុនអង្គរសុកសែនជ័យឯកក៏បានលួចលាក់សោកប៉ាន់បង់លុយឲ្យមេប៉ុស្តិ៍ការពារព្រំដែនវៀតណាមដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមស្រុកតាំងហឹងខេត្តឡុងអានជាប់នឹងច្រកទ្វារព្រំដែនតំបន់ស្វាយអាងោងនិងច្រកទ្វារព្រំដែនតំបន់ពីមទាចំនួន 50,000 ដុងសម្រាប់គោក្របីមួយក្បាលទៀតផងជាធ្នូឲ្យមេប៉ុស្តិ៍វៀតណាមសហការគ្នាដើម្បីធ្វើទីផ្សារផ្ដាច់មុខជាមួយក្រុមហ៊ុនអង្គរសុកសែនជ័យឯកដោយត្រូវហាមឃាត់និងចាប់រាល់ឈ្មួញវៀតណាមម្នាក់ណាដែលហ៊ានទទួលទិញគោក្របីពីក្រុមហ៊ុនផ្សេងឬទិញពីពលរដ្ឋដែលមិនបានបង់លុយឲ្យក្រុមហ៊ុនអង្គរសុកសែនជ័យឯកពលគឺមេប៉ុស្តិ៍ការពារព្រំដែនវៀតណាមមានសិទ្ធិអំណាចក្នុងការចាប់ឬឃាត់បែបនេះក៏ព្រោះតែខាងវៀតណាមពុំមានច្បាប់សម្រាប់នាំចូលគោក្របីនោះឡើយហើយការអត់ច្បាប់នេះគឺចាប់តាំងពីផ្ទុះជំងឺ COVID-19 មកម្លេះដោយពេលនោះប្រទេសវៀតណាមបានបិទគប់និង
រឹតបន្តឹងរាល់ការចិញ្ចោលនៅព្រំដែនធ្វើឲ្យម្ចាស់ក្រុមហ៊ុនស្របច្បាប់របស់វៀតណាមបញ្ឈប់ការនាំចូលគោក្របីពីកម្ពុជារហូតបច្ចុប្បន្នប្រភពអះអាងទៀតថារាល់ថ្ងៃនេះអ្នកដែលឡើងមកទិញគោក្របីពីកម្ពុជាជាឈ្មួញឯកជនលក្ខណៈគ្រួសារនិងទិញលក់រវាងពលរដ្ឋនៃប្រទេសទាំងពីររីឯការនាំចូលគោក្របីនៅក្នុងប្រទេសវៀតណាមគឺលួចលាក់និងខុសច្បាប់ទើបមេប៉ុស្តិ៍ការពារព្រំដែនខាងវៀតណាមមានសិទ្ធិក្នុងការចាប់ឬឃាត់រាល់ឈ្មួញវៀតណាមម្នាក់ណាដែលហ៊ានទិញគោក្របីពីក្រុមហ៊ុនផ្សេងឬទិញគោក្របីពីប្រជាពលរដ្ឋណាដែលមិនបានបង់លុយឲ្យក្រុមហ៊ុនអង្គរសុកសែនជ័យឯករីឯលោកអុកញ៉ាជឹមសុកតំណាងក្រុមហ៊ុនអង្គរសុកសែនជ័យឯកបានថ្លែងទទួលស្គាល់ថាក្រុមហ៊ុនខ្លួនបានយកលុយពីប្រជាពលរដ្ឋម្ចាស់គោក្របីបែបនេះរយៈពេលជិត20ឆ្នាំមកហើយដោយអនុវត្តតាមគោលការណ៍ពន្ធអាករចំពោះសំណួរថាតើក្រុមហ៊ុនលោកអុកញ៉ាបានបង់លុយឲ្យសមត្ថកិច្ចវៀតណាមចំនួន50,000 ដុងសម្រាប់គោក្របីមួយក្បាលដែរឬទេត្រង់ចំណុចនេះលោកអុកញ៉ាជឹមសុកបានឆ្លើយថាខាងខ្មែរយើងមានច្បាប់នាំចេញប៉ុន្តែខាងវៀតណាមអត់មានច្បាប់នាំចេញហេតុនេះទើបលោកយកសេវាលុយទាំងនោះមកធ្វើការចាត់ចែងនិងសម្របសម្រួលជាមួយសមត្ថកិច្ចវៀតណាមចំណែកលោកអុកសំណាងប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់នេសាទខេត្តព្រៃវែងមិនអាចសុំការបំភ្លឺបានទេខណៈទូរស័ព្ទចូលហើយគ្មានអ្នកទទួលចំពោះលោកឡាចសុផលប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ស្វាយអាងោងបានថ្លែងទទួលស្គាល់ថាក្រុមហ៊ុនអង្គរសុកសែនជ័យឯកពិតជាបានកំណត់យកលុយពីពលរដ្ឋម្ចាស់គោក្របីប្រកាសមែនពលគឺសម្រាប់ច្រកទ្វារព្រំដែនស្វាយអាងោងក្នុងមួយថ្ងៃមានការនាំចេញគោក្របីចាប់ពី300ក្បាលទៅ500ក្បាលដោយឡែកលោកហ៊ុនសារ៉េតថនប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទខេត្តស្វាយរៀងបានថ្លែងថាករណីយកលុយពីពលរដ្ឋម្ចាស់គោក្របីដែលដឹកមកលក់ឲ្យឈ្មួញវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនោះគឺលោកពុំបានដឹងទេព្រោះលោកពុំបានស៊ីជម្រៅក្នុងរឿងនេះលោកជំទាវអឹមរចនាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួលទោះជាយ៉ាងណាក្តីពលរដ្ឋសុំស្នើយ៉ាងទទូចដល់ឯកឧត្តមស៊ុនសូម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងឯកឧត្តមពេងពោសាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងឯកឧត្តមកេតិនីតិកោសលបណ្ឌិតអមយន្ទៀងទេសរដ្ឋមន្ត្រីប្រធានអង្គភិបប្រឆាំងអំពើពុករលួយឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាចាត់វិធានការកុំឲ្យមានការគៀបសង្កត់កំណត់យកលុយពីពលរដ្ឋម្ចាស់គោក្របីក្រៅផ្លូវការបែបនេះតទៅទៀតដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសាររបស់កសិករខ្មែរយើង